ថាកុំឲ្យ scroll ចាស់ scroll ឡើងតែ scroll ចាស់ scroll ឡើងគឺអញ្ចឹងឥឡូវនេះបើបានមិន menu ថ្មីមួយទៀតទេអ្នកនរគ្នាគឺជាប្រភេទ strawberry macchiato និយាយពីថាឲ្យតអស់ឃើញអីប្លែកទឹកអីប្លែករបស់អីញ៉ាំប្លែកគឺមានវត្តមានខ្ញុំគឺចេញមកធ្វើគឺចេញមកញ៉ាំហ្មងបងប្អូនឥឡូវនេះគឺខ្ញុំមកធ្វើ strawberry macchiato ផឹកម្ដងបងប្អូននិយាយរួមទៅសម្រាប់ត្រីនេះខ្ញុំបានពីវីដេអូគេមកដែរបងប្អូនដូចជាខាងបងប្អូនមិចស៊ីកូអីអញ្ចឹងណាអញ្ចឹងខ្ញុំមានធ្វើតាមគេដែរទេហើយក្បួនធ្វើនេះអត់ប្របាយបងប្អូនអញ្ចឹងខ្ញុំមានតែ lemon ជាមួយនឹងជីងកាបន្តិចហើយនឹងជាមួយនឹង strawberry យើងមិចចូលគ្នាបងប្អូនខ្ញុំប្រើម៉ាស៊ីនមិចចូលគ្នាទៅដើម្បីវាឆាប់ម៉ត់អញ្ចឹងណាអូខ្ញុំប្រាប់មួយទៀតបងប្អូនបើសិនជាបងប្អូនចង់មានរសជាតិឆ្ងាញ់ណាគួរតែបន្ថែមស្ករសមួយស្លាបព្រាចូលទៀតបងប្អូនតែខ្ញុំអត់បានថែមស្ករសទេព្រោះខ្ញុំអត់ញ៉ាំស្ករសអញ្ចឹងណាបន្ទាប់ពីខ្ញុំមិចជាមួយនឹងម៉ាស៊ីនខ្ញុំហើយគឺខ្ញុំចាក់ទឹកកកចូលបងប្អូនបន្ទាប់ពីខ្ញុំចាក់ទឹកកកចូលហើយគឺខ្ញុំថែមជាមួយនឹង Sprite មួយកំប៉ុងទៀតបងប្អូននិយាយរួមទៅបើសិនជាបងប្អូនចង់មានរសជាតិរៀងដិតរៀងឆ្ងាញ់ជាងហ្នឹងគួរតែបន្ថែមស្ករសមួយស្លាបព្រាទៅតាមបរិមាណបងប្អូនចូលចិត្តអញ្ចឹងតែសម្រាប់ខ្ញុំធ្វើនេះគឺខ្ញុំអត់ញ៉ាំស្ករសទេគឺខ្ញុំញ៉ាំជាមួយនឹង strawberry ក្រូចហើយនឹងទឹកក្រូចហ្នឹងបងប្អូនអញ្ចឹងវាមានជាតិផ្អែមឡមតិចតិចសម្រាប់ខ្ញុំអញ្ចឹងណាព្រោះខ្ញុំអត់ញ៉ាំស្ករសអញ្ចឹងខ្ញុំគិតថារសជាតិmacchiatoមួយកំប៉ុងនេះគឺវាឆ្ងាញ់សម្រាប់ខ្ញុំអញ្ចឹងបងប្អូនវាមិនឲ្យឆ្ងាញ់ណាស់ទេវាអាចទទួលយកបានអញ្ចឹងណាតែបងប្អូនមើលខ្ញុំភ្លក់ទាំងអស់គ្នាឃើញអត់បងប្អូនឆ្ងាញ់ណាស់មកលើកដៃលើកជើងបើសិនជាអត់ឆ្ងាញ់អ្នកមានលើកដៃលើកជើងអញ្ចឹងទេ